បាទឥឡូវនេះមកស្គាល់ព្យញ្ជនៈម្ដងក្រោយពីរៀនពាក្យមុនស្គាល់ពាក្យមុនមកស្គាល់ព្យញ្ជនៈតាមក្រោយបាទអញ្ចឹងព្យញ្ជនៈរបស់ខ្មែរបុរាណរបស់យើងដែលមានប្រើប្រាស់នេះមានតែប៉ុណ្ណេះតួទេព្យញ្ជនៈខ្លះមិនឃើញមានការកត់ត្រានៅលើសាលាចរិតទេមុនសម័យអង្គរអញ្ចឹងក៏អត់មានរូបដូចចន្លោះនាងដូចដូនឹងធោអញ្ចឹងប៉ុន្តែដូមានជើងដែរបាទដូមានជើងធោនៅក្នុងសំស្ក្រឹតខ្លះមានតួរបស់គេប៉ុន្តែខ្ញុំសុំមិនលើកទេដោយសារមិនសូវប្រើអឺទី1កខគខងចឆជឆញដថដូថអត់ឃើញណតថតធនបផពផមយោរលវសសសហនិងអនេះនៅក្នុងភាសាសំស្ក្រឹតគឺជាស្រៈពេញតួភាសាខ្មែរយើងក៏ជាស្រៈពេញតួដែរការសម្គាល់ឲ្យនេះប៉ុន្តែក៏មិនចោលដែរហ្នឹងគឺជាព្យញ្ជនៈដូចគ្នាត្រង់នេះរូបមួយហ្នឹងគឺប្រើបានទាំងពីរជាស្រៈពេញតួផងនិងជាព្យញ្ជនៈផងកាលណាយើងចង់អានតាមសំស្ក្រឹតក៏យើងអានបានដែរយកសំឡេងរបស់សំស្ក្រឹតមកអានឧទាហរណ៍ដូចកកហកខងកហងអញ្ចឹងទៅអានេះកអានេះខអានេះកអានេះកហងចឆជជហញដដណតថដដណបផបផមយរលវsh shសហយើងអាចអានចឹងបានដែរត្រង់កន្លែងនេះរបៀបអានឲ្យចេញសំឡេងអញ្ចឹងខំថ្មិញតិចទៅ sh sh នេះសអក្សរសដែលខ្មែរយើងអត់ប្រើទេវចនានុក្រមឆ្នាំ1968 67ហ្នឹងគឺមិនប្រើទេអញ្ចឹងយើងបាត់អក្សរពីរនេះពីការប្រើប្រាស់យើងបច្ចុប្បន្នហើយគឺសកូនិងសបបច្ចុប្បន្នយើងប្រើតែអក្សរសមួយនេះទេដែលហៅថាសឡូអញ្ចឹងបើចង់ឲ្យបញ្ចេញសូសកូនិងសបនេះសាកល្បងខំថ្មិញតិចទៅ sh sh ហើយនេះបញ្ចេញសធម្មតាមកសបាទនៅក្នុងការអានបែបខ្មែរយើងក៏អញ្ចឹងបានដែរទៅសសសបាទឥឡូវនេះអំពីព្យញ្ជនៈនិងជើងម្ដងអំពីជើងរបស់វាយើងឃើញថាការភ្ជាប់គឺទៅជាប់ទាំងអស់អញ្ចឹងប៉ុន្តែកន្លែងខ្លះខ្ញុំអត់បានភ្ជាប់កជើងកខជើងខគជើងគខជើងខងជើងងចជើងចឆជើងឆជជើងជឈជើងឈញជើងញដជើងដថជើងថអញ្ចឹងរូបពីលើមូលខាងក្រោមក៏មូលដែរណជើងណតជើងតថជើងថអញ្ចឹងថហើយនឹងថនេះខុសគ្នាប៉ុណ្ណឹងនេះមូលធម្មតានេះមូលវះពោះបំបែកជាពីរផ្នែកតជើងតថជើងថណជើងណបជើងបផជើងផពជើងពផជើងផមជើងមយោជើងយោរជើងរជើងរជើងលោនេះស្តៀងនឹងជើងរយើងបច្ចុប្បន្នជើងលោយើងបច្ចុប្បន្នដែរវជើងវសជើងសសជើងសសជើងសហជើងហនិងជើងអជើងអបាទអញ្ចឹងពេលដែលភ្ជាប់ជាមួយនឹងព្យញ្ជនៈពេលដែលប្រកបទៅយើងទៅរៀបចំទៅម៉េចឲ្យជើងនឹងជាប់ជាមួយនឹងតួ